បងប្អូនទាំងគ្នាចាថ្ងៃនេះមកបែបស្រុកស្រែជនបទចាអូយបងប្អូនអើយណែមកខ້ອຍក្នុងខ្ញុំហីចាគឺថាដូងអូយតំណងខ្លះមែនតើបងប្អូនអើយនេះចាដូងនេះចាគឺថាកពស់នេះខ្ញុំ1.55 ម៉ែត្រចាមើលដូងចាដាក់ដៃតែបន្តិចប្រលេះអូយជាតិសាហាវមួយថ្ងៃនឹងញ៉ាំអស់5ផ្លែចាមកលេងអ្នកផ្ទះចាមកលេងគ្រូសាអូយយមែនខ້ອຍក្នុងខ្ញុំសាក់ដូងសិតតំណាំចកាបងប្អូនទាំងអស់គ្នាអូយមើលឡើងត្រជាក់ចិត្តហ្មងណាទៅខ្ញុំបានមកលេងស្រុកម្ដងមានអារម្មណ៍ថាវាប្រេះហ្មងអារម្មណ៍នេះចាបរិយាកាសបែបស្រុកស្រែជនបទចាសម្រាប់បងប្អូននៅក្នុងអាការបនភ្ជុំបិណ្ឌនេះគឺថាដឹងថាគាត់បានទៅលេងស្រុកម្ដងគឺនឹងសប្បាយចិត្តដោយសារយើងមកឃើញធម្មជាតិស្រុកស្រែអញ្ចឹងណាចាខ្ញុំចូលចិត្តមែនតើហើយវាថានេះសំខាន់នេះមកបេះដូងម៉ែចាបេះ4-5ផ្លែអី10ផ្លែវិចទៅពេញទៀមទៀងចាចុះបានថាអ្នកលក់ឲ្យបានអ្នកលក់ទេចាសូមមក enjoy ដែរជាមួយធម្មជាតិព្រោះនៅពេញរាល់ថ្ងៃនឹងឃើញតែឡានម៉ូតូរាល់ថ្ងៃពេកចាឥឡូវសូមមកធម្មជាតិអ្នកណាខ្លះចូលចិត្តបែបធម្មជាតិដូចខ្ញុំយូរមកលេងម្ដងគឺថាទៅចិត្តខំមែនតើហ្មងអត់ធៀមលេងរាល់ថ្ងៃតែមករាល់ថ្ងៃបាត់ដូងម៉ែអស់ហើយចានៅសល់តែដើមទេចាម៉ែបងអូនចាអូនេះមើលក្រោយសាក់ដូងទៀបហ្មងឡើងកตื้ហ្មងកตื้ដូចអ្នកនិយាយហ្នឹងចាអ្នកមើលហ្នឹងកตื้ដែរអត់និយាយលេងបងអូនចាខ្ញុំចូលចិត្តបែបហ្នឹងបងអូនហើយក្រោយក្នុងខ្ញុំគឺមានកូនភ្នំចាមានសែមានចង្កាបងប្អូនដែលគាត់រស់នៅទីនេះគាត់ធ្វើចាមកដល់គឺថា fresh មែនតើខ្ញុំចូលចិត្តមើលទៅទេសភាពខាងក្រោយចាគឺថាតំណងបងអូនអើយចានិយាយមែនឥឡូវបងប្អូនចង់ញ៉ាំមួយណានេះខ្ញុំបេះឲ្យខ្ញុំសុខចិត្តបេះឲ្យផ្ញើទៅឲ្យទៀតនេះល្អមែនតើបងប្អូនអើយខ្ញុំប្រលេះមួយឥឡូវហ្នឹងចាប៉ុន្តែខ្ញុំចង់ញ៉ាំអាផ្លែក្រហមគេហៅដូងភ្លើងចាហ្នឹងឆ្ងាញ់ផ្អែមហ្មងនឹងមានបងប្អូនអើយនៅក្រោយដើមចាំមើលខ្ញុំដើរឲ្យមើលចានេះអានេះក៏ទៀបដែរចានេះអានេះរៀងខ្ពស់បន្តិចចាតើរើអីកាចាប៉ុន្តែមានអាដើមមិញនេះឥឡូវខ្ញុំឲ្យមើលហ្មងនេះអានេះដូងភ្លើងចាក្រហមនេះគឺឆ្ងាញ់ណាស់ចាទឹកវាផ្អែមជួយចិត្តបងអូនអើយមើលពីក្រោយខ្ញុំសាក់តំណាំដូងហ្មងនិយាយមកដល់ស្រុកភូមិនេះគឺតំបន់ត្រជាក់ចិត្តមានដូងផ្អែមឆ្ងាញ់បងប្អូនមកលេងបានខ្ញុំដឹងបងប្អូនឥឡូវហ្នឹងគាត់កំពុងជប់ជុំគ្រួសារនៅបែបស្រុកស្រែជនបទតែជុំមួយអ្នកផ្ទះអូយមែនបានមកលេងទាំងនោះចង់ទៅវិញទេចាមកលេងបានតែ3-4ថ្ងៃទេស្អែកខាងស្អែកឲ្យត្រឡប់ទៅវិញហើយអូយនឹកផ្ទះមែនតើនឹកផ្លែដូងបែបស្រុកស្រែអញ្ចឹងតែអូយមែនបើសិនជាខ្ញុំចង់ទៅវាស្រែចាប់ខ្ចងទៀតយើងរំលឹកអតីតកាលពីក្មេងចាឥឡូវមានអីនិយាយចោះនិយាយឡើងចូលនេះចាដល់មកបេះដូងយកទៅកាប់ថប់ទៀតចាមកទៀម្ដងអត់ដែរខាទេចាវិចដូងទៅពេញទៀមទៀងចាឥឡូវក្នុងអាកាសបុណ្យភ្ជុំបិណ្ឌនេះគឺខ្ញុំអត់បានទៅលក់កៅអៅទេចាអ្នកលក់នេះចាគឺក្នុងកម្មជនបននេះមានតែជូនពរបងប្អូនទាំងអស់គ្នាដែលធ្វើដំណើរទៅលេងស្រុកកំណើតចៅឲ្យជួបតែសេចក្តីសុខសប្បាយទាំងអស់គ្នាបងប្អូនដែលជួបជុំគ្រួសារក្នុងកម្មភ្ជុំនេះសូមឲ្យជួបតែសេចក្តីសុខសំណាងល្អហេងសុខសប្បាយសុខសុវត្ថិភាពធ្វើដំណើរទីជិតទីឆ្ងាយត្រឡប់ទៅវិញឲ្យប្រកបតែសេចក្តីសុខសប្បាយទាំងអស់គ្នាណាហេងជំរាបលាបាយបាយ